នឹងបងទាំងអស់គ្នាជួបជាមួយនឹងគ្រូជាថ្មីម្ដងទៀតហើយថ្ងៃនេះផងដែរគឺយើងមកសិក្សាអំពី vocabulary ហើយយ៉ាងនៅក្នុងថ្ងៃនេះគឺយើងរៀនអំពី country and nationality ហើយ country មានន័យថាប្រទេស nationality ហ្នឹងគឺសញ្ជាតិហើយកន្លែង nationality ហ្នឹងគឺមានន័យថាយើងអាចដាក់បានជាសញ្ជាតិឬក៏ភាសាអូខេភាសាបានឬក៏ថាភាសាអង់គ្លេសសញ្ជាតិអង់គ្លេសអញ្ចឹងគឺពាក្យ country និង nationality ហ្នឹងគឺស្តីគ្នាកាលណាយើងស្គាល់ country គឺយើងអាចដឹង nationality កាលណាយើងស្គាល់ nationality យើងស្គាល់ country អូខេដាក់មកមើលពាក្យយើងទាំងអស់គ្នាពាក្យទី1គឺ Cambodia គឺប្រទេសកម្ពុជា Cambodia ប្រទេស country ទៅជា nationalities គឺ Cambodian អូខេចាសញ្ជាតិកម្ពុជាអូខេ England ជាប្រទេសកុំច្រឡំមើលថា Where you from I'm from England ចាអត់ត្រូវទេគឺ English នេះគឺជា nationality គឺជាសញ្ជាតិឬក៏ language អូខេ Russia Spain Spanish Italian Mexico Mexican Brazil Brazilian អូខេអញ្ចឹងយើងសិក្សាតែប៉ុណ្្នឹងប្រទេសយើងមានចំនួន2 មានចំនួន7ប្រទេសហើយ7 nationality ឬក៏យើងអាចនិយាយថាជា language ជា nationality តោះយើងមកមើល sentences របស់យើងអូខេ I am from Cambodia ខ្ញុំមកពីប្រទេសកម្ពុជា I am Cambodian ខ្ញុំគឺជាសញ្ជាតិកម្ពុជាអញ្ចឹងសញ្ជាតិនឹងប្រទេសផ្សេងអូខេ We study English ខ្ញុំសិក្សាភាសាអង់គ្លេសអូខេយើងអាចដាក់ថាពួកបងខ្លះអាចច្រឡំ We study England ឬក៏ I am from England ចឹងអត់ត្រូវទេអូខេសង្ឃឹមថាបន្ទាប់ពីយើងបានសិក្សានឹងហើយសិក្សាមេរៀននឹងហើយយើងអាចយល់ដឹងអាចច្បាស់ជាងនឹងអូខេ I like to study Spanish okay they go to Italy today okay the country that I like is Brazil okay ចឹងកន្លែងនេះគឺជាអំពី country ចឹងយើងប្រើ Brazil not Brazilian okay ចឹងវីដេអូនេះនឹងតើតើនឹង country nationality ទៅបានបញ្ចប់ okay bye bye see you next video